ទាំងអស់គ្នានឹងថាទាំងសាំងឡានម៉ាស៊ុតនិងសាំងយន្តហោះគឺសុទ្ធតែមានប្រភពចេញមកពីប្រេងតែមួយប្រភេទវាគឺជាប្រេងដែលខ្មៅយ៉ាងខាប់មួយដែលគេបូមចេញពីបាតដីយ៉ាងជ្រៅដែលគេហៅថាប្រេងឆៅឬភាសាអង់គ្លេសហៅថា crude oil ប៉ុន្តែប្រេងឆៅសុទ្ធគឺអាចយកទៅប្រើអីបានភ្លាមៗទេយើងអាចយកវាទៅចាក់នៅក្នុងឡានផ្ទាល់បានទេហើយក៏អាចយកវាទៅប្រើសម្រាប់ធ្វើអីផ្សេងផងដែរអញ្ចឹងវាគឺត្រូវបានគេបញ្ជូនយកទៅរោងចក្រដ៏ធំមួយដែលគេហៅថារោងចក្រចម្រាញ់ប្រេង oil refinery នៅក្នុងរោងចក្រនោះប្រេងឆៅត្រូវបានកម្ដៅឲ្យក្ដៅខ្លាំងពេលដែលវាក្ដៅវានឹងចាប់ផ្ដើមបំបែកជាស្រទាប់ផ្សេងគ្នាស្រទាប់ដែលស្រាលជាងគេហើយនៅលើគេគឺវាបានคล้ายទៅជាសាំងសម្រាប់យើងយកទៅចាក់នៅក្នុងឡានហើយនឹងម៉ូតូនិងហ្គាសសម្រាប់ចម្អិនម្ហូបចំពោះស្រទាប់កណ្ដាលគឺជាម៉ាស៊ុតហើយនឹងសាំងយន្តហោះហើយចំពោះស្រទាប់ដែលធ្ងន់បំផុតដែលស្ថិតនៅខាងក្រោមគេហ្នឹងគឺគេយកវាទៅសម្រាប់សាងសង់ផ្លូវអីចឹងទៅប៉ុន្តែចំពោះប្រេងឆៅនេះគឺមិនមែនត្រឹមតែសាំងឡានម៉ាស៊ុតហើយនឹងប្រេងយន្តហោះឬក៏ហ្គាសទេសារធាតុដែលចម្រាញ់ចេញពីប្រេងឆៅក៏អាចយកទៅធ្វើជាផ្លាស្ទិកសម្ភារៈវិទ្យាសាស្ត្រនិងសារធាតុគីមីដែលប្រើនៅក្នុងការផលិតថ្នាំផងដែរមានន័យថាប្រេងខ្មៅដែលគេបូមចេញពីក្រោមដីនេះមិនមែនប្រើសម្រាប់តែជាថាមពលសម្រាប់ឡានឬក៏យន្តហោះទេប៉ុន្តែវាក៏ជាផ្នែកមួយសម្រាប់ការផលិតថ្នាំនិងសម្ភារៈពេទ្យដែលជួយសង្គ្រោះជីវិតមនុស្សផងដែរ